សូមជូនរឿងព្រះពាន់នៅខេត្តព្រៃវែងបើគេធ្វើដំណើរតាមផ្លូវជាតិលេខ1ពីភ្នំពេញទៅស្វាយរៀងដូរទៅផ្សារតូចមួយគេហៅថាផ្សារលូវាក្នុងឃុំលូវាស្រុកកំពង់ត្របែកព្រៃវែងចុះទៅខាងស្ដាំដៃទៅត្បូងតាមផ្លូវលំប្រមាណជា5គីឡូម៉ែត្រចុះទៅខាងស្ដាំដៃទៅលិចតាមផ្លូវរទេះឬក៏ទៅតាមភ្លឺស្រែអ្នកស្រុកចម្ងាយប្រមាណជា3គីឡូម៉ែត្រទៀតនឹងបានឃើញដើមឈើខ្ពស់ៗនោះគឺជាព្រះពាន់បើយើងសួរអ្នកស្រុកនៅក្នុងភូមិជិតខាងគេនឹងប្រាប់យើងថានោះគឺជាព្រះពាន់លុះយើងចូលដល់បុរាណដ្ឋាននេះនឹងបានឃើញអាស្រមមួយសង់ដោយឈើប្រក់ក្បឿងរបៀបជាសាលានៅក្នុងសាលានេះមានឃើញព្រះពុទ្ធរូបដែលគេតម្កល់លើបល្ល័ង្កយ៉ាងរៀបរយក្រៃអំពីព្រះពុទ្ធរូបដែលគង់លើបល្ល័ង្កមានព្រះពុទ្ធរូបជាច្រើនរយអង្គទៀតដែលគេរចនាជាប់ទៅនឹងដុំថ្មមួយកម្ពស់ប្រមាណ1ម៉ែត្រទំហំ1ម៉ែត្ររៀងរាវទៅលើព្រះពុទ្ធរូបនេះហើយដែលគេហៅថាព្រះពាន់បានជាគេហៅថាព្រះពាន់ដោយមានរឿងព្រេងដែលចាស់ដំណើរតមកថាកាលពីអតីតកាលកន្លងយូរអង្វែងណាស់ហើយនោះមានត្រកូលមួយមិនប្រកាសថាឈ្មោះអ្វីបានរួមនៅក្នុងទីនោះកាលអំណៅអឺតអំពីប្តីទៅប្រពន្ធបានរួមរស់ជាមួយកូនប្រុសម្នាក់រកស៊ីចិញ្ចឹមជីវិតដោយការធ្វើស្រែជារបរប្រចាំគ្រួសាររៀងរាល់ព្រឹកម្ដាយតែងតែឲ្យកូនប្រុសនេះទៅភ្ជួររាស់ឯស្រែលុះដល់ថ្ងៃបន្តិចទើបម្ដាយដួសបាយសម្លយកទៅឲ្យកូនឯស្រែនោះជាខាងក្រោយថ្ងៃមួយដោយម្ដាយមានជាប់រវល់ក្នុងកិច្ចការផ្ទះជាច្រើនផងដោយអាងថាកូនប្រហែលជាមិនទាន់ឃ្លានបាយណាស់ណាផងក៏បង្អែបង្អង់ឲ្យយឺតយូរបន្តិចជាងរាល់ថ្ងៃចំណែកកូនប្រុសដែលទៅភ្ជួររាស់ឯស្រែនោះឃ្លានណាស់ទៅទឹងមើលផ្លូវម្ដាយស្ទើរក្រហមភ្នែកមិនឃើញម្ដាយយកបាយទៅឲ្យសោះក៏បានពោលពាក្យប្រមាថមើលងាយជាច្រើនដោយពាក្យពុំសមរម្យម្ដាយកាលដែលបានរួចរវល់អស់ហើយក៏រៀបចំដួសបាយដាក់ត្រឡោកហើយញាត់ឲ្យណានដោយគាត់គិតថាកាលណាកូនគាត់ស៊ីបាយរួចហើយយកត្រឡោកនេះដងទឹកផឹកតែម្ដងជាការងាយស្រួលជាងដាក់បាយនឹងចានព្រោះបើយកចានហើយយកត្រឡោកថែមទៀតនោះនាតែឲ្យច្រើនលំបាកនឹងយកវិញកូនកំឡោះគាត់ដែលកំពុងឃ្លានបាយខ្លាំងកាលបើបានឃើញម្ដាយដួសបាយតែបន្តិចដាក់ក្នុងត្រឡោកយកទៅឲ្យខ្លួនដូច្នោះនឹកខឹងណាស់ដោយស្មានថាខ្លួនស៊ីមិនឆ្អែតក៏និយាយពាក្យដ៏ត្រគោះទាំងជ្រុលហួរដល់វាយដំម្ដាយលុះត្រាម្ដាយសន្លប់បាត់ស្មារតីក្នុងពេលនោះលុះដល់ស៊ីបាយក្នុងត្រឡោកនោះទៅវាស៊ីមិនអស់ទើបដឹងថាខ្លួនធ្វើនេះខុសហើយងាកមកសុំខ្មាទោសម្ដាយវិញម្ដាយឆ្លើយតបថាម្ដាយគ្មានទោសឲ្យកូនទេគឺជាទោសរបស់វត្តៈទេបើកូនចង់បានរួចកម្មពៀនេះត្រូវកូនកសាងព្រះពុទ្ធរូប1000នៅលើផ្ទាំងថ្មដាមួយយ៉ាងធំកាលណាបើព្រះពុទ្ធរូបទាំងនេះរបេះរលប់រលាយបាត់កាលណាពេលនោះទើបកូនរួចអំពីកម្មពៀនេះម្ដាយផ្ដាំរួចស្រេចហើយក៏ធ្វើមរណកាលទៅកាន់បារលោកទៅកូនប្រុសនេះក៏បានធ្វើតាមបណ្ដាំម្ដាយដោយយកដុំថ្មមួយធំមករចនាជាព្រះពុទ្ធរូបជុំវិញជាជាន់ជាន់ជាច្រើនរយអង្គហើយតម្កល់ទុកនៅកន្លែងនេះរហូតមកដល់សព្វថ្ងៃនេះនៅរៀងរាល់ឆ្នាំអ្នកស្រុកជិតខាងគេតែងតែនាំគ្នាទៅធ្វើបុណ្យទានផ្សេងនៅកន្លែងនេះពុំដែលខានសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់